Artificial intelligence are becoming increasingly convincing. New research has found Australians are struggling to tell what's real and what's fake. Consumer Affairs Editor Georgia Holland reports. ចឹងដោយវីដេអូដែលអ្នកទាំងអស់គ្នាបានឃើញមុនហ្នឹងគឺសុទ្ធសឹងតែជាវីដេអូដែលបង្កើតនិងធ្វើឡើងដោយ AI ហើយនៅក្នុងថ្ងៃនេះដែរនេះខ្ញុំនឹងនាំយកនៅវីដេអូថ្មីមួយដើម្បីឲ្យអ្នកទាំងអស់គ្នាសិក្សាស្វែងយល់ថាតើ AI អាចបំផ្លាញទៅលើអ្វីខ្លះនៅក្នុងជីវិតប្រចាំថ្ងៃរបស់យើងទាំងអស់គ្នាចឹងកុំឲ្យខាតពេលយូរតោះយើងទៅស្វែងយល់ទាំងអស់គ្នាជំពូកទី1 AI ចំពោះសុខភាពមេតិកា AI គឺជាមេតិកាដែលបង្កើតឡើងដោយធ្វើវីដេអូដែលបង្កើតឡើងដោយ AI ដែលគ្មានប្រភពច្បាស់លាស់ហើយប្រើប្រាស់ AI សម្រាប់សរសេរ script ក៏ដូចជាសម្រាប់បង្កើតនៅវីដេអូហើយវីដេអូទាំងនោះមានជាច្រើនប្រភេទដូចជាវីដេអូចម្រៀងវីដេអូតុក្កតាឬក៏វីដេអូរឿងផ្សេងប៉ុន្តែអ្វីដែលគ្រោះថ្នាក់បំផុតនោះគឺវីដេអូដែលតាក់ទងជាមួយនឹងសុខភាពនិងផ្នែកវិទ្យាសាស្ត្រហើយវីដេអូទាំងនោះត្រូវបានធ្វើឡើងដោយគ្មានវេជ្ជបញ្ជាត្រឹមត្រូវហើយនៅក្នុងថ្ងៃនេះដែរនឹងខ្ញុំនឹងលើកយកនៅ channel YouTube មួយដែលមានឈ្មោះថា Bio AI Art ដែល channel YouTube មួយនេះបានប្រើប្រាស់ AI ដើម្បីធ្វើវីដេអូហើយ channel មួយនេះបានចែករំលែកនៅរឿងរ៉ាវជាច្រើនដែលពាក់ព័ន្ធជាមួយនឹងថ្នាំនិងគន្លឹះដើម្បីថែរក្សាសុខភាពជាច្រើនដែលផ្ទុយទៅនឹងវេជ្ជបញ្ជារបស់ពេទ្យហើយវាអាចបង្កឲ្យមានការគ្រោះថ្នាក់ប្រសិនបើយើងអនុវត្តទៅតាមអ្វីដែលវីដេអូទាំងនោះបានចែករំលែកអញ្ចឹងមុននឹងយើងទៅដឹងថាតើវីដេអូ AI ទាំងនោះបានផ្ដល់ជាផលប៉ះពាល់អ្វីខ្លះយើងទៅស្វែងយល់ពីប្រវត្តិនៃ channel YouTube មួយនេះទាំងអស់គ្នា Bio AI Art គឺជា channel YouTube មួយដែលត្រូវបង្កើតឡើងនៅក្នុងឆ្នាំ2022ប៉ុន្តែ content ដំបូងដែលពួកគេបង្កើតឡើងគឺសុទ្ធតែជា content និងវីដេអូដែលនិយាយអំពីសត្វនិងរុក្ខជាតិក៏ដូចជាធម្មជាតិផ្សេងដែលអត់មានតាក់ទងជាមួយនឹងផ្នែកសុខភាពក៏ដូចជាផ្នែកវិទ្យាសាស្ត្រឡើយវីដេអូដំបូងរបស់ពួកគេនិយាយអំពីសត្វស្រមោចនិយាយអំពីរបបអាហារសត្វស្រមោចនិយាយអំពីសត្វសេកនិងសត្វផ្សេងទៀតដែល cute ហាក់ដូចជាគ្មានអ្វីចម្លែកទេប៉ុន្តែយូរទៅ channel YouTube មួយនេះស្រាប់តែផ្លាស់ប្ដូរនៅ content ក៏ដូចជាវីដេអូ YouTube របស់ពួកគេដោយឈប់និយាយអំពីសត្វហើយបដូរទៅជានិយាយអំពីផ្នែកសុខភាពនិងផ្នែកវិទ្យាសាស្ត្រវិញដែលផ្ដោតលើបញ្ហាសុខភាពសំខាន់ជាច្រើនដូចជាបញ្ហាក្រពះពោះវៀនបញ្ហាការរំលាយអាហារមុខងារខួរក្បាលនិងជំងឺរ៉ាំរ៉ៃផ្សេងជាច្រើនចឹង channel YouTube មួយនេះបានបង្ហោះវីដេអូប្រមាណជាង 3000 វីដេអូបើគិតទៅវាស្មើនឹង15វីដេអូនៅក្នុងមួយសប្តាហ៍ដែលបើយើងនិយាយចំមែនទែនទៅបើសិនជាមនុស្សមែនទែនជាអ្នកធ្វើវីដេអូទាំងអស់ហ្នឹងគឺគេអត់អាចធ្វើបានទេព្រោះវាមានចំនួនច្រើនពេកហើយបើសិនជាគ្រូពេទ្យមែនទែនជាអ្នកដែលធ្វើវីដេអូទាំងហ្នឹងវារត់តែអាចទៅរួចទេព្រោះមុននឹងចេញវីដេអូតាក់ទងនឹងផ្នែកសុខភាពមួយយើងត្រូវការសិក្សាស្រាវជ្រាវជាមុនសិនហើយវីដេអូខ្លះទៀតវាបានផ្ដល់ដំបូន្មានដែលខុសនឹងគួរឲ្យសង្ស័យជាពិសេសអត់មានមូលដ្ឋានវិទ្យាសាស្ត្រច្បាស់លាស់វីដេអូមួយក្នុងចំណោមវីដេអូទាំងអស់ដែលធ្វើឲ្យមនុស្សមានការយល់ច្រឡំជាច្រើននោះគឺវីដេអូដែលនិយាយអំពីជំងឺមួយដែលមានឈ្មោះថា Leaky Gut Syndrome ឬជំងឺមហារីកពោះវៀនដែលជំងឺនេះមានរោគសញ្ញាជាច្រើនជាពិសេសធ្វើឲ្យយើងចុកពោះនិងថប់ដង្ហើមអញ្ចឹងហើយពួកគេក៏បានផលិតនៅវីដេអូមួយដែលនិយាយអំពីវាដែលដាក់ចំណងជើងថា Leaky Gut Myth vs Leaky Science ដែលមានន័យថាជំនឿជាមួយនឹងវិទ្យាសាស្ត្រហើយនៅក្នុងវីដេអូនោះមានន័យថាជំងឺពោះវៀនអាចព្យាបាលបានតាមរយៈការសិក្សាស្រាវជ្រាវថ្មីនិងការព្យាបាលបែបធម្មជាតិដោយប្រើប្រាស់ស្លឹកម្រុំអញ្ចឹងស្លឹកម្រុំវាគឺជារុក្ខជាតិមួយដែលអាចប្រើប្រាស់បានក្នុងឱសថបុរាណប៉ុន្តែវាត្រូវការអ្នកជំនាញនិងគ្រូពេទ្យមកណែនាំមុននឹងយើងធ្វើការប្រើប្រាស់ទៅលើវាក៏ប៉ុន្តែ Bio AI Art បាននិយាយថាស្លឹកម្រុំអាចព្យាបាលជំងឺមហារីកពោះវៀនបានហើយវីដេអូដែលពួកគេបានបង្កើតឡើងនោះវាគ្មាននៅប្រភពព័ត៌មានច្បាស់លាស់ដែលអាចគួរឲ្យជឿជាក់និងទុកចិត្តបានឡើយប៉ុន្តែនៅពេលដែលយើងស្ដាប់ដំបូងវាហាក់ដូចជាគួរឲ្យជឿជាក់និងទុកចិត្តជាពិសេសនៅពេលដែលពួកគេបានប្រើប្រាស់នៅពាក្យពេចន៍មួយចំនួនដូចជា new research ការពិសោធន៍ក៏ដូចជាការសិក្សាស្រាវជ្រាវថ្មីហើយបញ្ហាធំនោះគឺនៅត្រង់ថាអ្វីដែលពួកគេនិយាយនេះគឺសុទ្ធតែជាអីដែលពួកគេបង្កើតឡើងដោយខ្លួនឯងប៉ុណ្ណោះដែលគ្មានការសិក្សាស្រាវជ្រាវអ្វីទាំងអស់ការសិក្សាស្រាវជ្រាវមួយបានបង្ហាញថាស្លឹកម្រុំវាមានអត្ថប្រយោជន៍ដល់សុខភាពពិតមែនព្រោះវាសម្បូរទៅដោយវីតាមីននិងសារធាតុប្រឆាំងអុកស៊ីតកម្មប៉ុន្តែសូម្បីតែអ្នកវិទ្យាសាស្ត្រដែលមានជំនាញខាងផ្នែកឱសថហ្នឹងក៏បាននិយាយដែរថាយើងត្រូវការពេលដើម្បីសិក្សាស្រាវជ្រាវបន្ថែមទៀតមុននឹងមនុស្សអាចប្រើប្រាស់វាបាន
អញ្ចឹងរោមវាអាចព្យាបាលជំងឺដែលធ្ងន់ធ្ងរដូចជាជំងឺមហារីកពោះវៀនបានទេយើងទាំងអស់គ្នាសាកសម័យមើលថាបើសិនយើងទាំងអស់គ្នាធ្វើតាមវីដេអូនឹងដោយគ្មានការពិចារណាតើវានឹងអាចបង្កជាផលប៉ះពាល់អ្វីខ្លះទៅដល់សុខភាពរបស់ពួកយើងទាំងអស់គ្នាអញ្ចឹងមុននឹងអ្នកទាំងអស់គ្នាសម្រាប់ចាត់ធ្វើអីមួយទៅតាម AI សូមអ្នកទាំងអស់គ្នាគិតឲ្យបានច្បាស់លាស់និងពិចារណាឲ្យបានហ្មត់ចត់ជាមុនសិនមុននឹងសម្រាប់ចាត់អនុវត្តទៅតាមវិធីសាស្ត្ររបស់ AI ទាំងអស់នោះអ្វីដែលរឹតតែគ្រោះថ្នាក់ទៀតនោះគឺ Channel Bio AI Art បានបង្កើតនូវតួអង្គគ្រូពេទ្យคล้ายៗដែលផ្ដល់នូវវិជ្ជាបញ្ជានិងដំបូន្មានខុសពីវិទ្យាសាស្ត្រពិតបើយើងមើលនៅក្នុង description យើងនឹងបានឃើញពីវត្តមានរបស់ Dr. Eric និង Elena ដែលតួអង្គទាំងពីរនេះបាននិយាយរឿងរ៉ាវជាច្រើនពាក់ព័ន្ធជាមួយនឹងផ្នែកវិទ្យាសាស្ត្រនិងវិធីសាស្ត្រសម្រាប់ព្យាបាលជំងឺផ្សេងៗសម្រាប់យើងជាមនុស្សដែលមានវ័យក្មេងដែលយល់ដឹងច្បាស់អំពី AI យើងច្បាស់ជាអត់ជឿទៅលើទង្វើឬក៏វីដេអូទាំងអស់ហ្នឹងទេប៉ុន្តែសម្រាប់មនុស្សចាស់ដែលគាត់តាមអត់ទាន់ទៅលើផ្នែកវិទ្យាវិទ្យាហ្នឹងគាត់ពិតជាអាចបែងចែកបានទេថាវីដេអូណាបង្កើតឡើងដោយ AI វីដេអូណាជាវីដេអូដែលបង្កើតឡើងដោយមនុស្សពិតអញ្ចឹងគាត់ច្បាស់ជាជឿជាក់ទៅលើវីដេអូទាំងអស់ហ្នឹងគាត់ប្រកាសជាគិតថាពួកគេគឺជាតួអង្គគ្រូពេទ្យមែនទែនទាំងដែលតួអង្គទាំងពីរហ្នឹងគ្រាន់តែជាតួអង្គ AI ហើយជាពេទ្យคล้ายៗដែលមិនធ្លាប់រៀនពីផ្នែកវិទ្យាសាស្ត្រពេទ្យទាំងអស់ហ្នឹងឡើយគ្រូពេទ្យមែនតើត្រូវការចំណាយពេលរៀនយ៉ាងហោចណាស់ក៏8ឆ្នាំទៅ10ឆ្នាំប៉ុន្តែពេទ្យ AI ទាំងអស់នេះគឺដឹងគ្រប់រឿងប៉ុន្តែអត់ដឹងថាតើព័ត៌មានដែលពួកគេដឹងហ្នឹងជាព័ត៌មានដែលយកមកពីណាឡើយហើយអ្វីដែលធ្វើឲ្យពួកគេល្បីនិងមានអ្នកទុកចិត្តច្រើននោះក៏ព្រោះតែវីដេអូដែល AI ធ្វើឡើងនឹងវាមានរូបភាពស្អាតវាមានដំណើរការល្អដូចជាវីដេអូដែលសិស្សពេទ្យរៀនមែនទែនជាក់ស្ដែងដូចនៅក្នុងវីដេអូមួយដែលខ្ញុំកំពុងតែបង្ហាញអ្នកទាំងអស់គ្នាហ្នឹងអ្នកខ្លះដែលគាត់ដឹងគាត់ប្រកាសជាជឿថាវាជាវីដេអូពិតហើយជឿជាក់ទៅលើវីដេអូទាំងអស់ហ្នឹងព្រោះវាមើលទៅលយហើយស្អាតប៉ុន្តែមុននឹងអ្នកទាំងអស់គ្នាសម្រាប់ចាត់ធ្វើទៅតាមអ្វីមួយដែល AI ណែនាំសូមអ្នកទាំងអស់គ្នាគិតពិចារណាឲ្យបានច្បាស់លាស់ឲ្យបានហ្មត់ចត់និងថ្លឹងថ្លែងជាមុនសិនថាតើវាគួរឲ្យទុកចិត្តនិងអាចទុកចិត្តបានឬអត់មុននឹងអ្នកទាំងអស់គ្នាសម្រាប់ចាត់ធ្វើតាមវិធីសាស្ត្រទាំងអស់ហ្នឹងដើម្បីជៀសវាងកុំឲ្យមានបញ្ហានៅពេលក្រោយចំពោះទី2ករណីឃាតកម្មคล้ายៗមាន channel YouTube មួយដែលមានឈ្មោះថា True Crime Case File ដែលបានបង្កើតឡើងនៅក្នុងឆ្នាំ2023នៅក្នុងរយៈពេលប្រហែលត្រឹមតែជាង1ខែ channel YouTube មួយនេះមានអ្នកតាមដានរហូតដល់ទៅ 50,000 នាក់ហើយ channel YouTube មួយនេះផ្ដោតសំខាន់ទៅលើវីដេអូ True Crime ករណីឃាតកម្មជុំវិញពិភពលោកដោយអះអាងថារឿងទាំងអស់នេះសុទ្ធសឹងតែជារឿងពិតហើយដោយគ្មានការសង្ស័យមនុស្សភាគច្រើនបានជឿជាក់ទៅលើវីដេអូដែលបង្កើតឡើងដោយ channel មួយនេះប៉ុន្តែមានថ្ងៃមួយគេបានបង្ហោះនៅរឿងនៅចម្លែកមួយដែលមានទីតាំងស្ថិតនៅក្នុងរដ្ឋ Colorado ដែលធ្វើឲ្យមនុស្សភាគច្រើនមានមន្ទិលសង្ស័យជំវិញករណីមួយនេះករណីនេះផ្ដើមចេញពីគ្រួសាររបស់លោក Richard E. Goldberg ដែលជាអ្នកជំនួយផ្នែកអចលនទ្រព្យម្នាក់ដែលមានទ្រព្យសម្បត្តិច្រើនសន្ធឹកសន្ធាប់ហើយគាត់បានធ្វើការក្បត់ទៅលើភរិយារបស់គាត់មានថ្ងៃមួយភរិយារបស់គាត់បានទូរស័ព្ទទៅប្តឹងប៉ូលីសដោយបានរាយការណ៍ថាបានប្រទះឃើញប្តីរបស់គាត់ដេកស្លាប់នៅក្នុងបន្ទប់ដាក់អីវ៉ាន់ប្រហែលជាង20នាទីក្រោយមកប៉ូលីសក៏ទៅដល់ទីតាំងនៃកន្លែងកើតហេតុនោះត្រឹមនេះសិនអ្នកទាំងអស់គ្នាស្ដាប់មើលទៅហាក់ដូចជារឿងក្តីមួយនេះអត់មានបញ្ហាអីទាំងអស់ហើយវីដេអូមួយនេះក៏បានផ្ទុះនឹងមានអ្នកទស្សនារហូតដល់ទៅជាង2លាននាក់ប៉ុន្តែអ្វីដែលធ្វើឲ្យមានការសង្ស័យនិងមានចម្ងល់ជាច្រើនចំពោះវីដេអូមួយនេះនោះគឺគេមិនបានបង្ហាញអំពីផុសតាងក៏ដូចជាគ្មានសាក្សីគ្មានទីតាំងពិតប្រាកដជាពិសេសអត់ដែលមានអ្នកណាឮអំពីគ្រួសាររបស់លោក Richard នៅក្នុងរដ្ឋ Colorado នេះឡើយដោយចៃដន្យក៏មានអ្នកកាសែតដ៏ល្បីល្បាញម្នាក់បានចូលទៅធ្វើការស៊ើបអង្កេតដោយសម្ងាត់ទើបរកឃើញនៅការពិតដ៏គួរឲ្យភ្ញាក់ផ្អើលមួយថាហេតុការណ៍នេះមិនមែនជាហេតុការណ៍ដែលបានកើតឡើងពិតប្រាកដនោះទេសូម្បីតែឈ្មោះរបស់ក្រុមគ្រួសារលោក Richard ក៏គ្មានផងដែរហើយជាពិសេសនោះគ្មានករណីឃាតកម្មនៅក្នុងរដ្ឋ Colorado នោះឡើយអញ្ចឹងសូម្បីតែអាជ្ញាធរនៅក្នុងរដ្ឋ Colorado នេះក៏បានចេញមកបំភ្លឺផងដែរថាគ្មានករណីឃាតកម្មទាំងអស់នេះបានកើតឡើងនោះទេដូច្នេះករណីឃាតកម្មមួយនេះគឺជារឿងមិនពិតហើយនៅពេលដែលរឿងនេះបានល្បីល្បាញកាន់តែខ្លាំងឡើងវាក៏ធ្វើឲ្យ YouTube បានចូលខ្លួនមកអន្តរាគមន៍ក្រោយត្រួតពិនិត្យអស់រយៈពេលប្រមាណជាង48ម៉ោង YouTube បានលាតត្រដាងការពិតថា Channel នេះគឺជា Channel មិនពិតដែលរឿងក្តីឃាតកម្មទាំងឡាយដែលបានចែកចាយនៅក្នុង Channel YouTube មួយនេះគឺសុទ្ធតែជាករណីឃាតកម្មដែលត្រូវបានគេប្រឌិតឡើងទាំងអស់ទើបមកដល់ខែកុម្ភៈឆ្នាំ2025 YouTube បានសម្រេចចិត្ត ban Channel YouTube មួយនេះចោលឥឡូវយើងមកស្គាល់ពីម្ចាស់ Channel YouTube មួយនេះដែលគាត់បានយល់ព្រមឡើងមកធ្វើបទសម្ភាសន៍ជាមួយអ្នកកាសែត
ដែលគាត់សុំលាក់អត្តសញ្ញាណដើម្បីរក្សានៅសុវត្ថិភាពរបស់គាត់ដែលគាត់បានដាក់ឈ្មោះคล้ายៗថា Paul គាត់បានបន្តថាវីដេអូទាំងអស់បានចំណាយពេលធ្វើត្រឹមតែ2ទៅ3ម៉ោងតែប៉ុណ្ណោះជាមួយនឹងកម្មវិធី AI ដែលគាត់ប្រើប្រាស់ហើយវីដេអូ AI ដែលគាត់បានបង្កើតឡើងទាំងនោះបានរកចំណូលឲ្យគាត់បានយ៉ាងច្រើនប្រមាណជាជាង$10,000អ្នកជំនាញផ្នែកច្បាប់បានពន្យល់អំពីផលប៉ះពាល់នៃទង្វើនេះដោយចាត់ទុកថាវាជាការប្រមាថទៅលើផ្នែកច្បាប់ក៏ដូចជាប្រមាថទៅលើករណីឃាតកម្មពិតប្រាកដនឹងធ្វើឲ្យប្រជាពលរដ្ឋបាត់បង់ជំនឿជឿជាក់ទៅដល់ប្រព័ន្ធផ្លូវច្បាប់ក៏ដូចជារាជរដ្ឋាភិបាលជំពូកទី3ចម្រៀង AI បំផ្លាញទេពកោសល្យពិតចឹងយើងទាំងអស់គ្នាសាកសម័យមើលថាយើងខំចំណាយពេលជាច្រើនឆ្នាំដើម្បីទៅរៀនច្រៀងទៅរៀននិពន្ធទំនុកច្រៀងឬក៏ទំនុកភ្លេងផ្សេងទម្រាំតែយើងអាចនិពន្ធបាននៅចម្រៀងមួយបទយើងត្រូវការចំណាយពេលរាប់ឆ្នាំប៉ុន្តែឥឡូវនេះយើងអត់ចាំបាច់ធ្វើអីទាំងអស់ដែលគ្រាន់តែមានទូរស័ព្ទឬក៏កុំព្យូទ័រមួយអត់ត្រូវការបទពិសោធន៍អត់ចាំបាច់ប្រឹងរៀនក៏អាចផលិតចេញនៅចម្រៀងបានដែរហើយចម្រៀងទាំងអស់នោះប្រើរយៈពេលផលិតត្រឹមតែ20នាទីតែប៉ុណ្ណោះហើយទង្វើទាំងអស់នេះកំពុងតែបំផ្លាញទេពកោសល្យពិតរបស់សិល្បករយើងចឹងសួរថាតើអ្វីទៅជាចម្រៀង AI ចម្រៀង AI គឺជាបទចម្រៀងដែលបង្កើតឡើងដោយ AI ឬក៏យើងហៅថាបញ្ញាសិប្បនិម្មិតហើយគេហទំព័រដែលគេនិយមប្រើនោះគឺ Sano AI ឬ Udio ដែលបង្កើតបទចម្រៀងទាំងសំឡេងទំនុកច្រៀងនិងភ្លេងត្រឹមតែរយៈពេលខ្លីយើងគ្រាន់តែវាយពាក្យថាបង្កើតបទចម្រៀងស្នេហាខ្មែរដែលសេតបន្ទាប់ពីប្រមាណនាទី AI នឹងបង្កើតបទចម្រៀងមួយបទយ៉ាងពេញលេញសម្រាប់យើងដែលស្ដាប់ទៅគួរចាប់អារម្មណ៍ណាស់ប៉ុន្តែវាបានបង្កនៅបញ្ហាក៏ដូចជាផលប៉ះពាល់យ៉ាងច្រើនទៅដល់សិល្បករម្នាក់បានចំណាយពេលច្រើនឆ្នាំដើម្បីអភិវឌ្ឍជំនាញរបស់ពួកគេដែលពួកគេរៀនច្រៀងរៀនសរសេរទំនុកច្រៀងរៀនផលិតតន្ត្រីក៏ដូចជារៀនសម្រួលបទភ្លេងហើយពួកគេប្រើប្រាស់អារម្មណ៍និងបទពិសោធន៍ពិតដើម្បីផលិតនៅបទចម្រៀងមួយដែលមានអត្ថន័យដែលស្ដាប់ទៅធ្វើឲ្យតន្ត្រីទាំងអស់នោះមានន័យជ្រាលជ្រៅនិងរឹតតែគួរចាប់អារម្មណ៍ប៉ុន្តែសម្រាប់ AI វិញ AI អត់ស្គាល់អារម្មណ៍ពិតទាំងអស់ហ្នឹងទេវាអត់ស្គាល់ពីក្តីស្រឡាញ់អត់ស្គាល់ពីការឈឺចាប់អត់ស្គាល់ពីអារម្មណ៍ខូចចិត្តដូច្នេះទើបជាហេតុដែលធ្វើឲ្យចម្រៀងរបស់ AI ស្ដាប់ទៅអត់សូវតាក់ទាញហើយម្យ៉ាងវិញទៀត AI វាគ្រាន់តែជ្រើសរើសនៅឃ្លោងឃ្លាឬក៏ពាក្យទាំងឡាយណាដែលជួនគ្នាដែលអាចដាក់ចិត្តគ្នាបានដើម្បីធ្វើឲ្យចម្រៀងវាស្ដាប់ទៅរលូនតែប៉ុណ្ណោះដែលជាហេតុធ្វើឲ្យចម្រៀង AI មួយស្ដាប់ទៅជួនគ្នាល្អប៉ុន្តែបើយើងស្ដាប់គិតឲ្យដល់ទៅចម្រៀងទាំងអស់ហ្នឹងវាជួនគ្នាមែនប៉ុន្តែវាអត់មានអត្ថន័យមួយដែលយើងយល់ថាតើចម្រៀងមួយបទហ្នឹងចង់និយាយពីអីឡើយចាំមានអារម្មណ៍ថាបងប្អូនអ្នកជំនាញយើងរៀងមានហានិភ័យតិចហើយដោយសារតែ AI គឺគេលែងខ្វល់ថាបទហ្នឹងបោះអ្នកណាទេដែរបទហ្នឹងសលេងអ្នកណាច្រៀងព្រោះមិនអីមិនចិត្តដែរព្រោះបាន AI មួយច្រៀងត្រង់ផ្លឹងដូចបន្ទាត់ហើយអញ្ចឹងតើអ្នកទាំងអស់គ្នាយល់យ៉ាងណាដែរចំពោះចម្រៀង AI ទាំងអស់ហ្នឹងតើអ្នកទាំងអស់គ្នាគិតថាវាបំផ្លាញទេពកោសល្យរបស់សិល្បករពិតឬក៏អត់ហើយតើវាអាចជំនួសតំណែងសិល្បករដែរឬទេអញ្ចឹងបើអ្នកទាំងអស់គ្នាមានមតិយោបល់ផ្សេងអ្នកទាំងអស់គ្នាអាច comment នៅខាងក្រោមវីដេអូមួយនេះបានហើយព័ត៌មានទាំងអស់ដែលមាននៅក្នុងវីដេអូមួយនេះគឺសុទ្ធសឹងតែជាអីដែលខ្ញុំបានសិក្សាស្រាវជ្រាវមកបើសិនជាមានចំណុចខ្វះខាតត្រង់ណាមួយក៏ដូចជាមាននៅកំហុសផ្សេងដែលកើតឡើងដោយអចេតនាខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងយោគយល់អធ្យាស្រ័យហើយបើសិនជាអ្នកទាំងអស់គ្នាចូលចិត្តវីដេអូមួយនេះកុំភ្លេចជួយចុច like subscribe ក៏ដូចជាចែករំលែកនៅវីដេអូទាំងអស់នេះទៅកាន់ក្រុមគ្រួសារក៏ដូចជាមិត្តភ័ក្តិរបស់អ្នកទាំងអស់គ្នាហើយដើម្បីបាននៅវីដេអូថ្មីកុំភ្លេចចុច notification មួយផងចឹងវីដេអូរបស់នាងខ្ញុំក៏ឈានចូលមកដល់ទីបញ្ចប់ទៅត្រឹមនេះសូមអរគុណសូមជម្រាបលា